นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំប្រកាសណាសូមលើកកំបងអញ្ជលីនមស្ការចំពោះប្រជុំ3នៃប្រត្រៃរតដោយសេចក្តីគោរពជ្រះថ្លាស្ទសកាលនិងសូមគោរពនមស្ការចំពោះព្រះទេសច្ចាគ្រប់ព្រះអង្គក៏ដូចជាភិក្ខុសាមណេរទាំងពីរវត្តក្នុងនោះគឺវត្តព្រះពលាជ័យនិងវត្តសម្បូររិទ្ធិស័ក្តិដែលព្រះអង្គមានប្រវត្តិមានក្នុងទេហដ្ឋាននៃរាត្រីនេះដោយសេចក្តីគោរពនៃខ្ញុំប្រកាសណាបន្តមកទៀតសូមធ្វើសេចក្តីគោរពទៅដល់លោកតាលោកយាយលោកគ្រូបណ្ឌិតបញ្ញវន្តគណៈកម្មការអាចារ្យវត្តញាតិញោមពុទ្ធបរិស័ទគ្រប់រូបដែលមានវត្តមាននៅក្នុងនារាត្រីនេះដោយសេចក្តីគោរពនៃខ្ញុំប្រកាសណាអាត្មាភាពទៅនៅក្នុងថ្ងៃច័ន្ទ3កើតខែបោះឆ្នាំម្សៅសប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃ22ខែធ្នូគ្រិស្តសករាជ2025ស្ថិតនៅក្នុងសង្គមគ្រួសាររបស់ឧបាសកសិស្សនាឱកាសនេះកំពុងតែមានសេចក្តីទុកយ៉ាងក្រៀមក្រំក្នុងនោះគឺដោយបានការលាចាកលោកនេះរបស់លោកតាឧបាសកសិស្សនេះឯងអញ្ចឹងតែក្នុងឱកាសរាត្រីនេះដោយសង្គមគ្រួសារមានកូនបង្កើតកូនប្រសាចៅប្រុសចៅស្រីទាំងអស់បានមូលមកតែគ្នាជាឯកច្ឆន្ទប្រារព្ធរៀបចំបុណ្យជាបណកិច្ចរបស់លោកតាឧបាសកសិស្សនេះឡើងជាពិធីនោះក៏បានអារាធនា
ធម្មកថាសម្ដែងប្រធមទេសនាជាងតែអ្នកទីសម្ដែងប្រធមទេសនាក៏បានផ្លាក់មកលើអង្គខ្ញុំប្រកាសណាអត្តមាភាពជាអ្នកសម្ដែងនៅក្នុងឱកាសរាត្រីនេះប៉ុន្តែមិននឹងអង្គខ្ញុំប្រកាសណាអត្តមាភាពសម្ដែងនៅប្រធមឯណានីមួយជាកិច្ចខាងដើមសូមធ្វើខខន្តីអភ័យទោសក្នុងសំណាក់ប្រកាសណាព្រះសង្ឃគ្រប់ព្រះអង្គក៏ដូចជាលោកគ្រូបណ្ឌិតតាចារ្យបញ្ញវន្តញាតិញោមពុទ្ធបរិស័ទដែលជាអ្នកបានសិក្សារៀនសូត្រជ្រៅជ្រះច្បាស់នៅក្នុងធម៌អាវិន័យរបស់ព្រះសម្មាសម្ពុទ្ធកាលបើអង្គខ្ញុំប្រកាសណាអត្តមាភាពនឹងសម្ដែងទៅមានការខ្វះខាតលិនលួសដោយប្រការណានីមួយមិនសមកប់ប្រហារតីក៏ដូចជាទឹកចិត្តរបស់ញាតិញោមពុទ្ធបរិស័ទនោះក៏សូមមេត្តាខន្តីអភ័យទោសដល់អង្គខ្ញុំប្រការណាផងហើយនៅក្នុងរាត្រីនេះមានញាតិញោមពុទ្ធបរិស័ទដែលគាត់បានអញ្ជើញមកអំពីប្រទេសទី2គឺប្រទេសកម្ពុជាអញ្ចឹងតែនៅឯប្រទេសកម្ពុជានេះធម្មកថាល្បីដែលលោកពូកែទេសនាពូកែសម្ដែងនៅព្រះធម៌ជាងតែញាតិញោមនៅទីនោះសិតសឹងតែបានស្ដាប់មកដល់ទីនេះគឺខ្មែរនៅភាគខាងត្បូងសំឡេងក៏ប្រសេងក៏ឲ្យធម៌នឹងมันពិរោះដូចជានៅកម្ពុជាអញ្ចឹងតែបើមានការមិនស្ដាប់ទៅមិនអាចយល់ចូលចិត្តបានឬក៏ស្ដាប់ដែរប៉ុន្តែក្រេបយកអត្ថរសនៃព្រះធម៌មិនបាននោះក៏សូមខន្តីអភ័យទោសប្រសតំនាងគឺមានការប្រសេគ្នាដូចគ្នាទេហើយការនិមន្តសម្ដែងធម៌ទេសនានិទានសូត្រអាត្មាភាពខាងដើមក៏មានការប្រកែកមិនព្រមទទួលដែរព្រោះថាស្ថិតនៅក្នុងរយៈកាលដែលអាត្មាភាពនេះក៏ពុះប្រឡងក៏ឲ្យពេលនេះនៅក្នុងគួរបាលនេះគិតតែមេរៀនប្រឡងទេក៏រកខមកទេរកមិនចាច់ទេគឺតាស្អែកនេះទៅប្រឡងនេះធ្វើមិនឲ្យបានមេរៀនល្អហើយមេរៀនបន្តចាំនេះផិតភ័យទៀតចឹងអារម្មណ៍របស់អ្នកសម្ដែងនេះមិនបានមូលក៏មិនបានមូលទេហើយក្រែងទៅបើសម្ដែងទៅមានការខ្វះខាតលើសនោះពីផ្សេងនេះយកមកភ័យទោសផងបាទគេជាកិច្ចខាងដើមញាតិញោមពុទ្ធបរិស័ទនេះបានលើលោកគ្រូបណ្ឌិតតាចារ្យខាងយោគីនេះក៏បានរៀបរាប់អំពីជីវប្រវត្តិរបស់លោកតាសើនេតនេះស្រាប់ទៅហើយគឺលោកតាកាលដែលនៅពោះក៏បានច្រើនព្រះវស្សាដែរហើយក្នុងការនៅពោះនេះលោកតាក៏បាននិមន្តទៅបង្រៀនតាមបណ្ដាវត្តផ្សេងដែលតាមអាត្មាភាពបានដឹងឮគឺបង្រៀននៅវត្តស្វាយសៀមចាស់គឺលោកតាការនៅពោះនេះធ្លាប់ចូលជាគ្រូបង្រៀនលោកតាមបណ្ដាវត្តនៅវត្តស្វាយសៀមចាស់ហើយដល់ពេលអស់និស្ស័យលាចាកសិក្ខាបទមកជាប្រហោះវិញក៏បានទទួលនាទីមួយទៀតគឺផ្នែកគណៈកម្មការនៃវត្តព្រះបរិជ័យចេញបច្ចុប្បន្ននេះលោកតាគឺជាអតីតគណៈកម្មការនៃវត្តព្រះបរិជ័យបានរួមដៃកសាងនៅវត្តអារាមកសាងនៅខឿនវប្បធម៌សម្រាប់ពុទ្ធបរិស័ទនៅភូមិពលាជ័យយើងនេះផងដែរនឹងនិយាយអំពីស្នាដៃក៏ដូចជាទឹកចិត្តដែលលោកតាបានលះបង់កាលដែលមានជីវិតរស់រានដូចជាយើងប៉ុន្តែពេលនេះ
លោកតាក៏បានលាចាកលោកនេះទៅហើយព្រោះថាសភាវៈធម៌ទាំងឡាយមានការកើតតែមានការរលត់ទៅវិញជាធម្មតាឬក៏ការដែលកើតនៅរូបរមែងបែកធ្លាយនៅរូបជារឿងធម្មតារបស់សភាវៈធម៌អញ្ចឹងតែនារាត្រីនេះអាត្មាភាពសូមលើកនៅគោលធម៌3ប្រការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានទេសនាបង្រៀនពុទ្ធបរិស័ទឲ្យយល់ចូលចិត្តបានអំពីធម៌ទាំង3នេះទី1គឺឲ្យឈ្មោះថាសភាពប្រែប្រួលទី2ឲ្យឈ្មោះថាសភាពជាទុក្ខទី3ឲ្យឈ្មោះថាសភាពមិនមែនជារបស់ខ្លួនពាក្យនេះបើយើងគិតទៅអ្នកណាក៏ដឹងដែរហើយអ្នកណាក៏ធ្លាប់ឮដូចតែគ្នាឬក៏ឮតមកនេះដូចតែគ្នាសួរថាតើអត្តន័យទាំង3ពាក្យនេះសំខាន់យ៉ាងណាសម្រាប់មនុស្សសត្វក្នុងលោកប្រតិបត្តិព្រោះសភាវៈធម៌ទាំង3ប្រការនេះគឺគ្របដណ្ដប់ទៅលើសពសត្វទាំងអស់មិនថាអិនព្រមយមយៈអ្នកខន្ធពគ្រុឌឬក៏ទេវតាមនុស្សសត្វនោះទេគឺស្ថិតនៅក្នុងធម៌3ប្រការនេះទាំងអស់អញ្ចឹងហើយធម៌3ប្រការនេះបើយើងសម្លឹងពិចារណាទៅឃើញថាធម៌នេះជាប់តាមខ្លួនរបស់យើងរាល់ថ្ងៃប៉ុន្តែយើងមិនបានគិតមិនបានត្រិះរិះនៅសភាវៈធម៌ទាំង3នេះទេហើយសភាវៈធម៌ទាំង3នេះគឺមានអត្ថប្រយោជន៍សំខាន់ក្នុងការរស់នៅរបស់សត្វសត្វទាំងឡាយបើសត្វសត្វទាំងឡាយមិនបានយល់ច្បាស់អំពីធម៌3ប្រការនេះទេសេចក្តីទុក្ខសេចក្តីសោកសេចក្តីសក្កសួលសេចក្តីព្រួយសេចក្តីតូចចិត្តសេចក្តីចង្អៀតចង្អល់ចិត្តក៏រមែងកើតឡើងចំពោះសត្វនោះតែបន្ទុយទៅវិញបើសត្វណាបានយល់ច្បាស់សត្វនោះឯងរមែងប្រាជ្ញានៅទុកទុកទាំងពូនទាំងឡាយបានចិត្តធម៌ទី1ដែលលោកឲ្យឈ្មោះថាសភាពប្រែប្រួលនោះមានសេចក្តីដណ្ដេញជាអាត្មាភាពសូមខ្យាយសេចក្តីលោកលែងតាមសតិបញ្ញាដែលខ្លួនបានចេះចាំបន្តិចបន្តួចស្ដួយស្ដើងមកបរិយាយចែកចាយជូនទៅដល់ពុទ្ធបរិស័ទយើងឲ្យបានយល់ចូលចិត្តជ្រាបសម្រាប់ប្រតិបត្តិក្នុងជីវិតពាក្យថាសភាពប្រែប្រួលញាតិញោមពុទ្ធបរិស័ទពាក្យនេះគឺងាយនឹងយល់ទេមិនពិបាកនោះទេឥឡូវអាត្មាភាពសូមលើកឧទាហរណ៍ខ្លះជាហេតុការណ៍ជាក់ស្ដែងពេលនេះញាតិញោមកំពុងតែឮនៅសំនៀងដែលអាត្មាភាពកំពុងតែនិយាយកំពុងតែសម្ដែងហើយទាំងមួយពាក្យដែលអាត្មាភាពបានបរិយាយចេញញាតិញោមបានស្ដាប់ឮគ្រប់គ្នាប៉ុន្តែពាក្យដែលអាត្មាភាពបានពោលចេញនោះវាមិននៅដដែលទេពាក្យពោលខាងមុនបានរលត់បាត់ទៅហើយពាក្យពោលបន្តកំពុងតែកើតឡើងអញ្ចឹងតែពាក្យដែលរលត់បាត់ទៅនោះលោកឲ្យឈ្មោះថាសភាពប្រែប្រួលម្យ៉ាងទៀតផ្នែកដែលយើងធ្លាប់ឃើញដោយផ្នែករបស់យើងផ្ទាល់ដោយរូបភាពណាមួយ
ប៉ុន្តែរូបភាពដែលយើងធ្លាប់បានឃើញនោះវាក៏បានរលត់ផុតទៅដែរបន្ទាប់មកផ្នែករបស់យើងក៏បានទទួលយកនៅរូបភាពថ្មីវិញអញ្ចឹងរូបភាពដែលយើងបានឃើញខាងដើមនោះវាក៏បានផុតរលត់បាត់ទៅដែរអញ្ចឹងត្រង់កន្លែងនេះហើយលោកឲ្យឈ្មោះថាការប្រែប្រួលដែរឥឡូវញាតិញោមសម្លឹងមកមើលខ្លួនប្រាណរបស់យើងត្រឹមគ្នាយើងមានឃើញរូបភាពរបស់យើងមានការប្រែប្រួលទេគឺពិតជាមានយើងកើតមកមិនមានខ្លាយទៅជាមនុស្សធំដឹងក្តីព្រាមទេហើយក៏មិនមានកើតមកព្រាមក៏ចាស់ទៅដែរគឺយើងកើតមកតាំងពីទារកតូចរហូតខ្លាយទៅជាមនុស្សដឹងក្តីរហូតខ្លាយទៅជាមនុស្សចាស់រហូតខ្លាយទៅជាមនុស្សស្លាប់ទាំងអស់នឹងហើយដែលលោកឲ្យឈ្មោះថាសភាពប្រែប្រួលម្យ៉ាងទៀតបើនិយាយតាក់ទងទៅដោយសភាវៈធម៌គឺតាក់ទងទៅដោយផ្លូវចិត្តរបស់យើងតែងតែកើតម្ដងកើតយ៉ាងនេះម្ដងកើតយ៉ាងនោះហើយចិត្តយ៉ាងនេះយ៉ាងនោះក៏រមែងមិននៅដដែលដែរកើតហើយរលត់ទៅវិញតែដែលយើងមិនអាចកាត់ខាំងបានត្រង់ប្រការនេះញាតិញោមត្រូវជ្រាបបានយ៉ាងថាគឺជាសភាពប្រែប្រួលនេះគ្រាន់តែជាការលើកឧទាហរណ៍បន្តិចបន្តួចតែប៉ុណ្ណោះបើញាតិញោមចង់ស្វែងយល់បន្ថែមទៀតយើងអាចពិចារណាដោយខ្លួនឯងអាចមើលដោយខ្លួនឯងបន្តថាអ្វីដែលយើងធ្លាប់ឃើញធ្លាប់ឮធ្លាប់ស្ដាប់ហើយវារមែងរលត់បាត់ទៅឬមួយប្រែប្រួលទៅទាំងអស់នឹងហើយយើងជ្រាបថាគឺសភាពប្រែប្រួលបើយើងមិនព្រមយល់កន្លែងនេះទេកាលណាសភាពប្រែប្រួលមកដល់យើងមិនអាចទទួលបានទេមិនអាចទទួលបានទេគឺពិបាកនឹងទទួលយកណាប៉ុន្តែបើយើងស្វែងយល់ច្បាស់អំពីសភាវៈផលប្រែប្រួលនេះហើយកាលណាបើវាកើតឡើងគឺជាធម្មតាហើយមិនមានថាមិនកើតឡើងទេផលនេះគឺមានគ្រប់រូបមានគ្រប់ប្រាំងមានគ្រប់គ្នាទាំងអស់ទាំងទេវតាក៏មានមនុស្សយើងក៏មានហើយសភាវៈផលប្រែប្រួលនេះកើតឡើងជាមួយយើងរាល់ថ្ងៃណាញាតិញោមមិនបានសង្កេតមើលទេតាមពិតគឺកើតឡើងរាល់ថ្ងៃហើយកើតឡើងចំណងចំណាក់ពេលនេះតែម្ដងណាឡើយញាតិញោមសង្កត់ចិត្តមើលទៅចាក់ពេលនេះកំពុងគិតអីបន្តទៀតកំពុងគិតអីក្រោយពេលបន្តនឹងទៀតកំពុងគិតអីនឹងហើយគឺសភាពប្រែប្រួលរបស់សពសត្វទាំងឡាយហើយកាលណាបើមានសភាពប្រែប្រួលហើយក៏ឃើញនៅសភាពជាទុក្ខឃើញនៅសភាពជាទុក្ខហេតុអីបានឃើញនៅសភាពជាទុក្ខថារូបកាយរបស់យើងធ្លាប់តែមានកម្លាំងបលាំងងំមួនតែពេលនេះបែរជាអត់មានកម្លាំងបលាំងផ្លាក់ខ្លួនជឿប៉ុន្តែមិនព្រមទទួលការប្រែប្រួលដល់ពេលមិនព្រមទទួលការប្រែប្រួលខ្លួនយើងផ្លាក់ខ្លួនជឿចាប់ដើមកើតទុក្ខបើសិនជាម្យ៉ាងទៀតរូបកាយរបស់យើងធ្លាប់តែមានសម្រស់ស្រស់ស្អាតតែដល់ពេលវាប្រែក្លាយទៅជាមនុស្សចាស់ជរាស្បែកជ្រួញថ្មីបាក់សក់សកៅដៃជើងបានរវិះរវៃដូចជាការលើកក្មេងក៏កើតទុក្ខហេតុនេះបានកើតទុក្ខខាងមកអំពីសភាវៈផលប្រែប្រួលនឹងឯងម្យ៉ាងទៀតយើងធ្លាប់ឃើញថាជីវិតរបស់សាច់ញាតិយើងមានឪពុកមានម្ដាយមានបងមានប្អូនមានញាតិមិត្តភូមិផងរបស់ជាមួយហើយអ្នកទាំងអស់នោះសិតសឹងតែជាទីស្រឡាញ់ពេញចិត្តរបស់យើងជាទីបំផុតប៉ុន្តែដោយហេតុឯណាមួយអ្នកទាំងអស់នោះត្រូវបានបាត់បង់ជីវិតទៅសួរថាសភាពពេលនោះយើងកំពុងតែមានទុក្ខទេថាមានឥឡូវញាតិញោមចាប់ដឹងច្បាស់គឺសួរកូនចៅរបស់សពដល់ទៅដឹងណែកូនរបស់គាត់
ចៅរបស់គាត់គឺមានសេចក្តីកើតទុកប្រុសបានបាត់បង់នៅឪពុកបានបាត់បង់នៅជីតារបស់ខ្លួនណោះจึงហើយសភាវៈដែលកើតឡើងជាទុកនេះគឺចេញមកអំពីការប្រែប្រួលនិទានតនហ្នឹងឯងណាហើយកាលណាបើមានការប្រែប្រួលនិទានតមានសេចក្តីទុកក៏ឃើញថារបស់ទាំងអស់នោះជាមិនមែនរបស់ខ្លួនណែមិនមានរបស់ខ្លួនប្រហែលអីបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងថារបស់ទាំងអស់នោះមិនមែនជារបស់ខ្លួនតែដែលយើងដឹងថានោះជារបស់យើងណាយើងសម្គាល់ថាខ្លួនយើងគឺខ្លួនយើងណាពាក្យដែលយើងនិយាយចែកគេថាពាក្យរបស់យើងណាកាយវិការដែលយើងបញ្ចេញមកយើងថានោះជាកាយវិការរបស់យើងប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងថានោះមិនមែនជារបស់យើងទេហេតុនេះបានជាលោកសម្ដែងចឹងឥឡូវញាតិញោមថាសំឡេងជារបស់យើងឥឡូវអាត្មាថាសំឡេងដែលអាត្មាភាពកំពុងនិយាយនេះណាគឺជាសំឡេងរបស់អាត្មាណាហើយចឹងអាត្មានិយាយហើយអាត្មាយកសំឡេងនោះអាត្មាដាក់ចូលស្បោកដាក់ចូលប្រងហើយយកទៅវត្តយកបានទេយកមិនបានទេត្រង់កន្លែងដែលយើងថាវាជារបស់យើងប៉ុន្តែយកមិនបានចឹងហើយលោកហៅថាអនត្តាម្យ៉ាងទៀតរូបរាងកាយរបស់យើងយើងថាជារបស់យើងប៉ុន្តែពេលដែលវាឈឺពេលដែលវាស្លាប់យើងអាចខិតខាំងវាបានទេមិនបានទេណាចឹងត្រង់ប្រការនេះហើយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងឃើញថារបស់នោះមិនមែនជារបស់យើងទេប្រធមនេះព្រះសម្មាសម្ពុទ្ធព្រះអង្គធ្លាប់សម្ដែងជាមួយព្រះភិក្ខុសង្ឃនៅឯក្នុងព្រៃអេសិបតៈដមិតទាយវត្តពេលនោះព្រះអង្គសម្ដែងថារូបបញ្ញភិក្ខវេមនាលភិក្ខុទាំងឡាយរូបគឺរាងកាយជាអនត្តាមិនមែនជារបស់ខ្លួនទេរូបបញ្ចិតាំងភិក្ខវេអត្តាអភវិស្សៈមនាលភិក្ខុទាំងឡាយប្រសិនណាបើរូបនេះជារបស់ខ្លួនពិតមែនអ្នកយេតាំងរូបបញ្ញអាពាធាយៈសង្វត្តយៈរូបនេះក៏មិនខកបីប្រព្រឹត្តទៅដើម្បីមានជំងឺតម្កាត់ផ្សេងឡើយលព្ភេថច្ចរូបេអេវង្មេរូបង្ហោតកអេវង្មេរូបង្មាអហោសិតិម្យ៉ាងទៀតបុគ្គលបាននៅអំណាចក្នុងរូបរបស់ខ្លួនថាសូមឲ្យរូបរបស់ខ្ញុំយ៉ាងនេះចុះសូមឲ្យរូបរបស់ខ្ញុំយ៉ាងនេះទៅយៈស្មាចក្ខោភិក្ខវេអត្តាអភវិស្សៈមនាលភិក្ខុទាំងឡាយរូបជាអនត្តាពិតមែនប្រហែលនោះយើងមិនអាចខិតខាំងនៅរូបថាឲ្យរូបនេះកន្លែងទៅជាយ៉ាងនេះឲ្យរូបនោះកន្លែងទៅជាយ៉ាងនោះបានឡើយណោះនេះគឺជាពាក្យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ជាមួយនឹងភិក្ខុបញ្ចវគិ5អង្គបន្តមកទៀតព្រះអង្គបានសម្ដែងថាតាំងកិញមញ្ញាតភិក្ខវេរូបង្និច្ចំវាអនិច្ចំវាតេមនាលភិក្ខុទាំងឡាយប្រសិនណាបើរូបនេះជារបស់ខ្លួនពិតមែនអស់សំដៅតាំងកិញមញ្ញាតភិក្ខវេរូបង្និច្ចំវាតតេមនាលភិក្ខុទាំងឡាយរូបនេះជារបស់ខ្លួនពិតមែនទេអនិច្ចំផន្តេបបពុទ្ធព្រះអង្គដែលចម្រើនរូបនេះមិនមែនជារបស់ខ្លួនទេយ៉ាងបណ្ណានិច្ចំទុក្ខំវាតាំងសុខំវាតេរបស់ឯណាដែលប្រែប្រួលមិនទៀងទាត់របស់នោះជាទុក្ខឬជាសុខទុក្ខំផន្តេបបពុទ្ធព្រះអង្គដែលចម្រើន
របស់នោះជាទុក្ខយ៉ាងបណ្ណានិច្ចំទុក្ខំវិបរិណាមធម្មំកាលានុតាំងសមនុបសិតុងអេតាំងមមៈអេសោហមស្មិអេសូមេអតាតេក៏របស់ឯណាដែលមិនទៀងដែលជាទុក្ខមានសេចក្តីប្រែប្រួលជាធម្មតាគួរឬដើម្បីនឹងយល់ឃើញថានោះជារបស់យើងនោះជាយើងនោះជាខ្លួនយើងណូហេតាំងផន្ទេបពិតព្រះអង្គបានចម្រើនមិនគួរនឹងយល់ឃើញយ៉ាងទេណោះនេះគឺជាពាក្យដែលព្រះសម្មាសម្ពុទ្ធសម្ដែងជាមួយនឹងព្រះភិក្ខុសង្ឃព្រះអង្គសម្ដែងថាបើសិនជារូបនេះជារបស់មិនទៀងជាទុក្ខមានសេចក្តីប្រែប្រួលជាធម្មតាតើយើងគួរសម្គាល់នៅរបស់ទាំងអស់នោះជាសុខឬជាទុក្ខបានភិក្ខុសង្ឃលើកលើថាគួរសម្គាល់នៅរបស់នោះថាជាទុក្ខហើយបើសិនកាលណាបើយើងឃើញនៅរបស់នោះជាទុក្ខហើយយើងគួរឃើញនៅរបស់ទាំងអស់នោះដោយប្រការដូចម្តេចបានភិក្ខុលើកលើថាយើងគួរឃើញនៅរបស់ទាំងអស់នោះដោយមិនមែនជារបស់យើងទេដែលហៅថាអនត្តាផលដល់ហើយកាលណាបើយើងបានឃើញនៅសភាវៈនៃការប្រែប្រួលឃើញនៅសភាវៈដែលនាំមកកើតទុក្ខឃើញនៅការមិនមែនជារបស់ខ្លួនពេលនោះយើងត្រូវធ្វើយ៉ាងណាយកត្រូវគិតឲ្យផុតពីសេចក្តីទុក្ខឬយ៉ាងណាឬមួយធ្វើពិធីឲ្យជៀសផុតពីសេចក្តីទុក្ខឬយ៉ាងណាគឺមិនមានទេមិនមានពិធីធ្វើឲ្យផុតសេចក្តីទុក្ខមិនមានកិច្ចដែលធ្វើឲ្យប្រាជ្ញាទុក្ខបានក្រៅអំពីការព្រមទទួលយកព្រមសម្ដែងឲ្យឃើញហើយព្រមទទួលយកព្រមមានសេចក្តីពិតជាសេចក្តីពិតមិនអាចកែប្រែបានហើយមិនមាននរណាម្នាក់ខិតខាងបានណាគឺយើងព្រមទទួលយកដោយការពិតយើងថាឥឡូវយើងថាកើតគឺជាសេចក្តីទុក្ខយើងព្រមទទួលទេគឺជាទុក្ខមែនតែមិននរណាកើតមកហើយសុបាយអស់មួយជីវិតទេដែលកើតមកហើយមានសេចក្តីទុក្ខហើយតាមពិតយើងមានសេចក្តីទុក្ខតាំងតែកាលយើងនៅក្នុងធម្មតារបស់យើងហ្នឹងតែបើយើងមិនមានសេចក្តីទុក្ខទេយើងមិនធ្វើទុក្ខដល់អ្នកម្ដាយមានការខាត់ពិបាកនោះទេណាហើយដល់ពេលចេញពីប្រទេសម្ដាយមកមានសេចក្តីទុក្ខទៀតណាមានសេចក្តីទុក្ខទៀតធំឡើងប្រកបការងាររៀនសូត្រមានសេចក្តីទុក្ខទៀតទុក្ខរហូតដល់ពេលស្លាប់ហើយជិតស្លាប់ក៏មានសេចក្តីទុក្ខទៀតអញ្ចឹងក៏មានវិធីណាដែលធ្វើឲ្យគេផុតពីសេចក្តីទុក្ខនឹងបានក្រៅអំពីការព្រមទទួលយកទេនេះគឺព្រមទទួលយកហេតុដែលព្រះសម្មាសម្ពុទ្ធសម្ដែងធម៌នេះគឺចាំឲ្យភិក្ខុនេះព្រមទទួលយកសេចក្តីពុទ្ធទាំង3ប្រការនេះគឺលោកឲ្យច្បាស់ថាទុក្ខអរិយសច្ចៈគឺសេចក្តីទុក្ខពិតប្រាកដគ្មាននរណាម្នាក់មកបង្កើតឬគ្មាននរណាម្នាក់មកដាក់កម្មនាគមលើនោះទេឬមួយគ្មាននរណាមកបញ្ជាទេគឺសភាវៈនេះកើតចេញមកពីធម្មជាតិឯងព្រមដោយហេតុនិងបច្ច័យបើមិនមានហេតុមិនមានបច្ច័យសភាវៈនោះមិនមានទេអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងហើយឲ្យយើងព្រមទទួលបើយើងមិនព្រមទទួលទេពេលដែលទុក្ខមកដល់ទុក្ខបូកជាមួយនឹងទុក្ខខ្លាយទៅជាមហាទុក្ខបូកជាមួយនឹងមហាទុក្ខស្មើនឹងការជាប់នៅក្នុងទុក្ខណាជាប់នៅក្នុងទុក្ខមិនអាចចេញផុតអំពីសេចក្តីទុក្ខនឹងបានក្រៅអំពីព្រមទទួលទេពេលថាឲ្យយើងព្រមទទួលនេះមានន័យថាសភាវៈខទាំងអស់នេះកាលណាវាកើតឡើងគឺយើងព្រមទទួលដោយការដឹងខ្លួនណាព្រមទទួលដោយការដឹងខ្លួនមិនឲ្យយើងនេះអាក់អន់ស្រពន់ចិត្តជាមួយនឹងសភាវៈខនោះហើយកាលណាបើយើងនៅតែអាក់អន់ស្រពន់ចិត្តជាមួយនឹងសភាវៈខនោះទេចិត្តរបស់យើងហ្នឹងគឺរមែងចង់ចម្ពាក់រហូតសេចក្តីសុខនោះគឺមិនមានដល់ខ្លួនយើងទេណាព្រោះព្រះសម្មាសម្ពុទ្ធប្រងព្រៀបសេចក្តីទុក្ខនេះដូចជាដំបៅដូចជាយើងមានដំបៅមានដំបៅហើយជាងតែបើ
tầm bào nữa á dương mình trong ô về riêng ta rồi mình trong ô về lại thôi dương còn dọc chơi tốt tôi trực tiếp tôi trực cơ này cứ dương trâu mấy trâu prong đầu tuôn cà phê bia dọc nam một bắt thóc nam đẹp nam đồng bấy chia bà nếu bây giờ mình prong đẹp nam mình prong dọc nam một bắt cho thấy dọc này càng đồng bấy đồng bào nó bị chia cứ như mình chia tới việc lại thì giờ đồng bào thôi giang nam mới sự liên tục của bao nhiêu trên đây bởi vì mình prong từ túa như cái đấy ta mấy bạn chỉ vàng ní mấy bạn chỉ vàng đấy sẽ đi chung với cái này cợt là thì mình vừa vào ô đó vừa rong đầu nên mình hơi vô sự đây sập nhé thế bạn ra sầm ma sắm bớt sầm đây kho bay về cả đấy đầm bay ở phương tập hoa để xa giờ rong nấu miếng sự đây sập kia sập kia hoặc kia mình luôn còn tiêu đá có miếng sự đây sập và có sập kia hoặc kia tiêu đá tìm từ lệnh phó để về cho tới chạy rồi làm mòn đấy nó vô đọc bài phần chơi đấy vì sẽ cho mà đâu mà bỏ tao nghe về riêng đó đấy nhưng mình có bản đài thì về riêng thế còn nên xong sắp nấu ra kho tết na đến sắp nấu ra kho tết na đấy cứ tìm muối trong ao nhiệt nhôm nước trong từ tua đồng chí cà prẹ pruôn nấu đồng chí vật vào giờ nước sắp tới miền cà prẹ pruôn này trong từ tua bia hay tìm phí ao giờ nước trong từ tua nấu sạch đầy túc tất cả nam miền prẹ pruôn từ miền túc đấy tất cả nam miền prẹ pruôn miền túc cứ miền cá mình tiêu sọt thôi đấy cứ ăn nạp đá mình miền kia là bọc luôn này chứ ao giờ nước sớm ao giờ nước tòng lên chắc tòng lên từ nước có cả càng dốc nấu đó là có kỳ muốiการน้ำบริเวณประการยกโดดปอกอีม้วยเสร็จได้ทุกนกเวียนช็อกจะมวยนกปอกหนึ่งในบางประการจะมวยโก้เสร็จได้ทุกกระจายหนึ่งปีโก้บางประการจะมวยประเดี๋ยวเสร็จได้ทุกกระจายจะมวยประเดี๋ยวบางประการจะมวยประควันเสร็จได้ทุกนกกระจายจะมวยประควันให้บางประการเสร็จได้ทุกจะมวยนักเรียนบุญทุ่งทองระบำจะมวยเสร็จได้ทุกนกกระจายมองไปปีนหนึ่งแต่ให้บางเส้นจะยังแจ้งลับป้องโนเสร็จได้ทุกกระทำหนึ่งล้านที่พุทธวายนนั้นคือเมียสเตย์สอบพุทธประกอบและมันเมียตุ๊กนกน้ำที่บนเตย์ถ้าบางอย่างมีการสลาบนั้นหน่อหนาก็สลาบประมาณยินโยมในแทงยินโยมจะประมาณนั้นนะก็สลาบประมาณโดยจะรองสดายนักสลาบแต่หลายเตรียมใจหนึ่งสลาบปรบเนี่ยพร้อมทางชีวิตของสลาบแต่หลายสัตว์แต่เมียสเตย์สลาบเลิกทางจอบบอกว่าปรบปรางก็เมียดอนนาเนี่ยก็เมียดอนนาเหมือนเนี้ยเป็นพัฒน์พิสเตย์สลาบบานเลยโน้ตรอยปีสิบได้สลับได้ยังยกตัวบานนั่นคือเมียนแต่อำเภอวันในอำเภอบากลดสลายท้าบ้าเด็กน้าบานทั่วอำเภอบากรองไม้พลักโตโซยตุ๊กเป็นองค์รอกบ้าเด็กน้าบานทั่วอำเภอวันหยับลูกแอ้รองไม้บานโตโซยซับนกน้องแบบซับกระเตพบเมียนเตวลมเกิดดำจึงเฮ้ยบ้าเยอะเที่ยวบันดัดเที่ยวนักปราชญ์กัวแต่ประหยัดทั่วอำเภอวันได้เก็บกุ้ยด้วยนักปราชญ์แต่หลอกหาหลอกบ้านเก็บนิกเพราะถ้าปันหนึ่งไอ้เราไม่จะตีพึ่งปุ่มเนี่ยแต่บอลเยอะนึกโดนเป็นไอ้เยอะเดียจากโดนเติมเนาะจึงบอลเยอะสิ่งใดสรุปงอกฟ้าเยอะเราโน้บอลเยอะทั่วฟ้าเยอะเราไม่โซยตุกเราตุกเวทเนียบอลเยอะทั่วฟ้าเราไม่ปานสิ่งใดซับโซยซับโนรัตนาก็จะเย็บแต่บอลเย็บไปแต่บอลเย็บง่ายเนาะจึงได้ประทอเทศนาได้ยำกนามาพีบางกลางเพลงสิ่งใดเมียนมองประมาณตันนะบอลเริ่มลุกวางคาดอยประการนาในมวยกระโดดเชียมันซ้อมติดจับก็ประเตยบอลประการนาเราประมาณนุกก็โซเมตาขันไตอภัยโตตอนอัพยมประการนาอัตมาเทียบเทียนะสัตย์เด็กนำเด็กไตรเด็กทองรีประทอเทศนาเด็กยมกนาธมาเพียบบางสัตย์แปลงงอเมียประมาณปันแรกก็โซตอนเลิกการเป็นจอบปันแตงมันเป็นจอบส้มเล็กปันก็ซอแต่อ้อได้โกนเจ้าพระไตรภาษาบังเกิดบานเคยตามประรบฟันเชียปนาเกิดในล้างคือฟันก็ซอแต่อันนี้ส่งมาตึงจูนต่อการยกเตะปัดได้วิญญาณไม่ระวังยกตาบาซับเซนเนตได้ยกตาตื่นเต้นทั่วมาหลังการไม่หนึ่งแองการบอลยกตาปานเดินปานเลือทาโกนเจ้าพระไตรเด่นนะเป็นพงแต่ทั่วปันห้อยตึงสายพอปันตัวอ่อนลุกขอบใบ
ត្រេកអរអនុមោទនាជាមួយនឹងផលបានដែលកូនចៅបានធ្វើហើយឧទ្ទិសទៅឲ្យផងម្យ៉ាងមួយទៀតញាតិញោមបុព្វការីចិនរបស់ញាតិញោមពុទ្ធបរិស័ទដែលកប់បានបាក់បែកទម្លាកាយទៅការបរលោកកម្មមុខនោះបានកុសលដែលញាតិញោមបានបំពេញនៅក្នុងឱកាសនេះសូមឧទ្ទិសជូនទៅដល់បុព្វការីចិនទាំងអស់នោះឲ្យបាននៅផល្លានិសង្ឃនេះស្មើពីគ្នាទាំងអស់ម្យ៉ាងមួយទៀតញាតិញោមពុទ្ធបរិស័ទដែលបានចំណាយពេលវេលាតាំងពីដើមរហូតដល់ទីបញ្ចប់នេះពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈរមែងចូលចម្រើនកើតមានដល់ញាតិញោមពុទ្ធបរិស័ទគ្រប់ប្រាណកបីអាការឡើយហងសូមបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំខ្ញុំសូមជូនដល់លោកយាយតាដែលបានចេញមកមានសទ្ធាជ្រះថ្លាគឺបច្ច័យបូជាធម៌
បានចំនួន210,000ដុំដែលសូមជូនដំណឹងដល់អ្នកញោមជាតាធិជ្រាបហើយសូមជាតាដើម្បីតាំងចិត្តវេចិត្តបច្ច័យប្រគេនដល់ព្រះឧទ្ទិសយាមយ៉ាងផន្តេអ៊ីមេចាតារបច្ចយេអ៊ីធានេត្វាសង្ឃសាតេមាទុតយ៉ាងបេមយ៉ាងទេអ៊ីមេចាតារបច្ចយេអ៊ីធានេត្វាសង្ឃសាតេមាតតយ៉ាងបេមយ៉ាងផន្តេមេតារបច្ចយេអ៊ីធានេត្វាសង្ឃសាតេមាសាទុផន្តេសង្ឃោអ៊ីមេចាតារបច្ចយេបដិកនអតអមហាកង្កេករតាំងអតាអាយសុខាយាបបព្រះសង្ឃដ៏ចម្រើនយើងខ្ញុំទាំងឡាយបាននាំមកនៅបច្ច័យទាំងឡាយ4នេះមកក្នុងក្នុងទីនេះហើយវេប្រគេនដល់ព្រះសង្ឃបបព្រះសង្ឃដ៏ចម្រើនសូមព្រះសង្ឃទទួលយកនៅបច្ច័យទាំងឡាយ4នេះដើម្បីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់យើងខ្ញុំអស់កាលជាអង្វែងចូលអងអស់វេនទីកំផងអស់វេរបីដំផងវេអ្នកកុំយកបច្ច័យយកប្រគេនដល់ព្រះអង្គจะให้ยังសូមកាន់ចាត់ថាព្រះអង្គចំពោះแทนដែលបានធ្វើឲ្យប្រគេនដល់ព្រះអង្គហើយខ្ញុំត្រេកក៏ក្រោយពេកយ៉ាងចំលែកជាអស្ចារ្យចំពោះតែថ្វាយថ្លាគុណបានថ្វាយហើយសូមត្រង់ពីអន្លងដែលខ្ញុំផងគឺអាសវាគេលែជាគ្រឿង5ប្រចាំក្រុមកាយនេះសូមអើយរួចក្របតែងពេញវេផឹងពីអាសវាអាមាកតកាលនេះយ៉ាងប្រសើរសូមជូនជាដំណើរឲ្យបានដល់ទីផ្សេងសានរួចចាក្រតមាំប្រាំបាក់ដល់ប្រាំនិព្វានងបុកឯណាដែលខ្ញុំប្រកាសណាធ្វើឲ្យហើយក្នុងព្រះសង្ឃជាម្ចាស់សង្ឃោកម្មតតាំងណាមង្សូមព្រះសង្ឃជាម្ចាស់អត់នៅតនៅដល់ខ្ញុំព្រះករុណាអ្នកទាំងឡាយទាំងបរិសុទ្ធទាំងសត្រីនៅចូលបាននៅប្រយោជន៍បាននៅសេចក្តីសុខចូលចម្រើនក្នុងព្រះពុទ្ធសាសនាចូលកុំឲ្យមានរោគឲ្យបាននៅសេចក្តីសុខព្រមទាំងញាតិទាំងឡាយគ្រប់គ្នាចា៎យើងក្រោយយើងថាឧទ្ទិសផលទុកព្រះសង្ឃបាទសម្ដែងហើយខ្ញុំឧទ្ទិសតែម្ដងបាទសូមទូលនឹងដល់ជាការយើងប្រទានជ្រះចា៎សូមគ្រប់ដល់អញ្ចឹងដល់អ្នកញោមខាងចិត្តអរគុណប្រសងសម្ដែងប្រពរៈ